ពេលវេលាបានដើរទៅមុខយ៉ាងឆាប់រហ័សសៀវភៅជីវិតប្រចាំឆ្នាំ2025ហាក់បីដូចជាទើបនឹងបើកការពីម្សិលមិញសោះឥឡូវយើងចូលមកដល់ទំព័រចុងក្រោយប្រចាំឆ្នាំបាត់ទៅហើយគ្រប់យ៉ាងដែលបានកើតឡើងវាមិនមែនជាការចៃដន្យនោះទេវាបានកើតឡើងដោយមានមូលហេតុរបស់វាហេតុខ្លះកើតឡើងដើម្បីបង្រៀនយើងហេតុខ្លះកើតឡើងដើម្បីដាស់តឿនយើងហេតុខ្លះកើតឡើងដើម្បីជំរុញយើងឲ្យកសាងខ្លួនឯងឲ្យខ្លាំងជាងមុនបើយើងទន់ខ្សោយមិនត្រឹមតែសម្បូរគេជីជន់ធ្វើបាបយើងនោះទេសូម្បីតែជួយក៏គ្មាននរណាអាចជួយយើងពេញដៃពេញជើងបានដែរមានតែការកសាងខ្លួនឯងឲ្យខ្លាំងរឹងមាំនោះទេទើបអាចទទួលបានសេចក្តីសុខនៅក្នុងវិញ្ញាការសង្គមថ្មីនេះបានចាប់ពីពាក់កណ្ដាលអាទិត្យយប់នេះទៅយើងគ្រប់គ្នានឹងទទួលបានសៀវភៅជីវិតថ្មីមួយដែលមាន365ទំព័រហើយក្នុងនោះក៏នឹងមានវិញ្ញាសាជីវិតជាច្រើនជំពូកផងដែរចូលតាំងខ្លួនឲ្យរឹងមាំដើម្បីប្រឈមដោះស្រាយនឹងវានិងនិពន្ធសៀវភៅជីវិតប្រចាំឆ្នាំរបស់អ្នកឲ្យបានល្អបើប្រជាជនខ្លាំងសង្គមយើងនិងប្រទេសយើងក៏នឹងខ្លាំងដែររីករាយឆ្នាំថ្មីឆ្នាំ2026